សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់សំឡេងនៃបទពិសោធន៍ថ្ងៃនេះខ្ញុំចង់ចែករំលែកបទពិសោធន៍មួយដែលប៉ះពាល់ចិត្តខ្ញុំយ៉ាងខ្លាំងខ្ញុំបានទៅជួបអតិថិជនម្នាក់គាត់មានរូបរាងសមសួនស្លៀកពាក់បានល្អមានទំនុកចិត្តខ្លាំងប៉ុន្តែពេលខ្ញុំក្រឡេកមើលខ្លួនឯងវិញខ្ញុំធាត់ខ្លាំងធ្វើឲ្យខ្ញុំអៀនខ្មាស់និងបាត់បង់ទំនុកចិត្តទាំងស្រុងក្នុងនាមជាអ្នកលក់អ្នកបម្រើនិងថែរក្សាអតិថិជនទំនុកចិត្តគឺជារឿងសំខាន់ណាស់តែថ្ងៃនេះខ្ញុំមានអារម្មណ៍ថាខ្ញុំមិនមែនជាខ្លួនឯងដូចមុនទៀតទេពីមុនគីឡូខ្ញុំត្រឹមតែ54គីឡូតែបច្ចុប្បន្នខ្ញុំឡើងដល់65គីឡូវាមិនមែនជាតួលេខធម្មតាទេវាជាអារម្មណ៍នៃការបាត់បង់ការគ្រប់គ្រងលើខ្លួនឯងហើយនៅពេលនោះខ្ញុំសួរខ្លួនឯងថាតើខ្ញុំនឹងឲ្យភាពអៀនខ្មាស់នេះបន្តគ្រប់គ្រងជីវិតខ្ញុំទៀតឬខ្ញុំនឹងយកវាជាចំណុចចាប់ផ្ដើមសម្រាប់ការផ្លាស់ប្ដូរថ្ងៃនេះខ្ញុំបានសម្រេចចិត្តហើយខ្ញុំនឹងចាប់ផ្ដើមកែប្រែខ្លួនឯងឡើងវិញចាប់ផ្ដើមពីរបបអាហារនិងវិន័យលើខ្លួនឯងខ្ញុំដឹងថាវាមិនងាយទេតែខ្ញុំក៏ដឹងដែរគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរជីវិតខ្ញុំបានលើកលែងតែខ្ញុំខ្លួនឯងចាប់ពីថ្ងៃនេះទៅខ្ញុំនឹងកាត់បន្ថយអាហារផ្អែមបន្ថយអាហារខ្លាញ់បន្ថែមបន្លែផ្លែឈើនិងទឹកស្អាតហើយខ្ញុំនឹងចាប់ផ្ដើមថែរក្សារូបរាងនិងទំនុកចិត្តរបស់ខ្ញុំឡើងវិញបងប្អូនជាទីស្រឡាញ់បើថ្ងៃណាមួយបងប្អូនមានអារម្មណ៍ថាបងប្អូនបាត់បង់ទំនុកចិត្តលើខ្លួនឯងសូមកុំអស់សង្ឃឹមព្រោះខ្ញុំជឿថាបងប្អូនអាចចាប់ផ្ដើមជីវិតថ្មីមួយដោយខ្លួនឯងបានសូមអរគុណដែលបានស្ដាប់ហើយកុំភ្លេច Subscribe ទៅកាន់ Channel Voice of Experience ដើម្បីធ្វើដំណើរផ្លាស់ប្ដូរជាមួយខ្ញុំរៀងរាល់ថ្ងៃសូមអរគុណ